នេះស្អីគេហ្នឹងថ្ងៃក្រោយបើសិនជាត្រូវការនឹងស្រឡាញ់សិភៅនេះនឹងនឹកឃើញដល់ខ្ញុំហើយណានាងពេញមួយយប់ឲ្យមិនគេងគឺព្រោះតែចម្លងសិភៅនេះមកឲ្យខ្ញុំហ៎ទៅណាបានដែរកូនខ្មោចជាការពិតណាកូនខ្មោចយកចិត្តទុកដាក់ចម្លងសិភៅនេះមកឲ្យខ្ញុំពីនេះសរសេរខុសហើយមើលទៅនាងប្រហែលជាមិនប្រកែកអង់គ្លេសទេពួកឯងមករកខ្ញុំនេះគឺចង់ឲ្យខ្ញុំបំពេញវិជ្ជាឲ្យពួកឯងមែនទេបើសិនជាភាសាអង់គ្លេសខ្ញុំទៅមិនរួចទេបងស្រីបងត្រូវទៅជួយពួកខ្ញុំផងតែខ្ញុំមិនចេះទេជាការពិតណាស់អ្នកគ្រូមិនកំណត់កន្លែងប្រឡងតើប្រឡងយ៉ាងម៉េចនឹងកើតទៅនោះអ្នកគ្រូម៉ារីនដាចំជាធ្វើបាបពួកយើងមែនប្រឡងឥតកំណត់អ្នកណាតែដឹងថាប្រឡងអីទៅម៉ែរៀនសូត្រយ៉ាងនេះដូចជាធ្វើបាបយើងអញ្ចឹងក្រសួងអប់រំក៏មានបែងចែកថ្នាក់ទី1និងថ្នាក់ទី2ដែរធ្វើបាបពួកយើងហួសហេតុពេកហើយចម្លែកណាស់ខ្ញុំដូចជាធ្លាប់ឮថាអ្នកគ្រូនេះធ្លាប់ទទួលរង្វាន់ហេតុអីបានជាគាត់ធ្វើអញ្ចឹងខ្ញុំគិតថារង្វាន់លើកទឹកចិនគឺយកប្រាក់ទៅទិញទេបើមិនអញ្ចឹងហេតុអីអ្នកគ្រូនេះធ្វើបាបសិស្សយ៉ាងនេះមែនហើយមនុស្សស្អាតបានការអីទៅរូបរាងស្អាតជួនកាលមិនមែនជាមនុស្សល្អទេត្រូវហើយធ្វើស្អីហ្នឹងបងស្រីយ៉ាងម៉េចហ្នឹងហេតុអីក៏ខ្លាចពួកគេម្ល៉េះគេនិយាយជាមួយខ្ញុំស្ដាប់មិនយល់ទេខ្ញុំនិយាយប្រាប់គេស្ដាប់មិនបានខ្ញុំទៅជួបមនុស្សបែបនេះជាលើកទី1ខ្ញុំលាសិនហើយកុំឲ្យគេដឹងថាខ្ញុំនៅទីនេះបងស្រីវ៉ៃលីនឯងនៅទីនេះធ្វើស្អីសុំទោសមានឃើញបងយ៉ងជាទេមួយថ្ងៃហើយរកគាត់អត់ឃើញទេដឹងទៅណាតាមរកបងស្រីខ្ញុំធ្វើអីគាត់ចម្ពាក់លុយអត់ទេអត់មានចម្ពាក់លុយគាត់ទេអូគឺឯងចម្ពាក់លុយគាត់មែនទេខ្ញុំអត់មានចម្ពាក់ទេអញ្ចឹងតាមរកបងយ៉ងជាធ្វើអីមានការអីអត់កាយទេបងយ៉ងជាមនុស្សល្អវ៉ៃលីនអញតាមស្រឡាញ់បងយ៉ងជាទេដឹងអីណែអញធ្វើយ៉ាងណាតែតាមស្រឡាញ់បងយ៉ងជាបានបងយ៉ងជាគាត់ស្រឡាញ់ផ្កាឈូករត់តាមមែនទេព្រះជាម្ចាស់បងស្រីខ្ញុំមិនដែលជួបមនុស្សដូចជាអញទេខ្ញុំគិតថាមកពីឯងមិនទាន់យល់រឿងបងយ៉ងជាច្បាស់ហេតុតែគាត់មិនទាន់មានសង្សារមកពីគាត់ស្មោះនឹងស្នេហាលុះត្រាតែជាគូរៀបការបើមិនអញ្ចឹងទេគាត់មិនតាក់ទងជាមួយអ្នកណាផ្ដេសផ្ដាស់ទេមែនហើយបើសិនជាមិនរៀបការជាមួយគាត់កុំសង្ឃឹមថាតាក់ទងគាត់បាននោះមែនហើយវ៉ៃលីនតែឯងចង់រៀបការទេនឹងឯងនៅក្មេងណាស់ឯងប្រកាសជាមិនចង់ធ្វើជាឪពុកដែរទេមែនទេអាយ៉ារៀបការចំណាយប្រាក់ច្រើនណាស់បងយ៉ងជាមានការទៀមទានៅផ្ទះធំជាឡានស្អាតតែឯងមានលទ្ធភាពដែរទេអើយកុំអីតែស្រឡាញ់អ្នកផ្សេងវិញទេបើសិនជាមិនចង់រៀបការកុំធ្វើឲ្យបងយ៉ងជាខកចិត្តមួយជីវិតនោះហើយម្យ៉ាងទៀតរៀបការប្រាក់ច្រើនណាស់ណាឯងមានប្រាក់ដែរទេណាចិញ្ចឹមកូនណាចិញ្ចឹមប្រពន្ធទៀតចំណាយប្រាក់ច្រើនណាស់ប្រាក់ច្រើនណាស់ឯងជាមេគ្រួសារឯងគិតចាំមិនវិញមែនឯងតែអត់ចង់ចិត្តទៅដាក់ក្នុងការប្រឡងតែឲ្យឆ្ងាយទេប្រឡងទៅឲ្យឆ្ងាយទៅ
ណាមិនអញ្ចឹងពួកយើងធ្វើយ៉ាងណាអាចជួយគ្នាបាននោះមិនបានទេតាគិតយ៉ាងម៉េចទេរឿងនេះបើសិនជាបត្រាមើលឃើញខ្ញុំត្រូវតែឈរនៅចំពោះមុខគាត់ដល់ពេលនោះខ្ញុំនឹងคลายទៅជាសៀវស៊ីងធ្វើយ៉ាងណាឲ្យសមជាសៀវស៊ីងកម្ពស់ 1.63 ម៉ែត្រទម្ងន់ 48 ទំហំខ្លួន 34 25 36 តុកសក់ក្រងมันមានជាតិប្រេងផ្នែកធំតិចធំច្រមុះស្រួចម្យ៉ាងទៀតការយល់ដឹងឲ្យបានល្អ 100% ប្រឡងបន្ទុកសរុបឲ្យបាន 2000 បន្ទុកពូកែក្នុងការមើលសិភៅការហាត់ប្រាណហើយនឹងការដើរហើរគឺពិតជាពូកែទាំងអស់ខ្ញុំមិនគិតបត្រាស្រឡាញ់សៀវស៊ីងទេអ្វីក៏ដោយអ្វីគេមានខ្ញុំអត់មានតើកាត់យ៉ាងម៉េចទៅនៅស្ងៀមមើលនាំគ្នាស្ងៀមមើលអ្នកគ្រូអង់គ្លេសគឺមិនមែនជាមនុស្សអាក្រក់ដូចពួកឯងស្មាននោះទេអាចចាត់ទុកថាជាកពូលមនុស្សម្នាក់មនុស្សប្រៀបជាមួយនឹងមនុស្សគឺមានថ្នាក់ក្រោមថ្នាក់កណ្ដាលថ្នាក់កពូលអ្នកគ្រូអង់គ្លេសគឺជាមនុស្សតាំងតែមកពីគាត់យល់ថាពួកឯងនឹងមានទេពកោសល្យល្អហើយដូច្នេះហើយបានលំដាប់អ្នកគ្រូធ្វើយ៉ាងនេះតើបាននេះថាម៉េចទេយើងមិនយល់ទេពីព្រោះគ្មានអ្នកណាជួយដល់ពួកខ្ញុំតតែសោះមែនអ្វីដែលពួកឯងនិយាយនឹងខ្ញុំយល់ថាមិនមែនជារឿងដែលថាមិនត្រឹមត្រូវនោះទេក៏ប៉ុន្តែនៅក្នុងការត្រឹមត្រូវគឺមានការខុសខ្លះហើយពួកឯងគិតតែមើលនោះបាននេះថ្មីលោកគ្រូថាយើងនិយាយអីក៏ដោយកុំឲ្យគេចាប់កំហុសបានប៉ុន្តែអ្នកគ្រូមិនបានបញ្យល់យើងថាតើប្រឡងអីខ្លះទេហេតុអីក៏ថ្នាក់យើងខុសពីគេហេតុអីមកពីនោះក៏មកពីឈាមទុកឲ្យលោកគ្រូនិយាយបានយើងទាំងអស់គ្នាគឺពិចារណាទៅមើលអ្នកគ្រូអង់គ្លេសធ្វើអ្វីគឺចង់ឲ្យពួកឯងនឹងល្អគឺស្រឡាញ់ពួកឯងគ្រូស្រឡាញ់សិស្សគឺជារឿងធម្មតាទេណាហើយពួកឯងមាននឹងទេអ្នកគ្រូអង់គ្លេសគឺល្អនឹងពួកឯងបានន័យថាយកចិត្តទុកដាក់នឹងពួកឯងនៅក្នុងចិត្តរបស់គាត់ថាពួកឯងនឹងគឺមានសារៈសំខាន់ចំពោះគាត់នេះគឺជាសំណាងល្អរបស់ពួកឯងហើយពួកឯងត្រូវយកចិត្តទុកដាក់រៀនសូត្រហើយត្រូវតែស្វែងយល់ពីគោលបំណងល្អរបស់គាត់ចំពោះអ្នកទាំងអស់គ្នាបានប្រឡងល្អគឺជាគុណសម្បត្តិដ៏ធំធេងរបស់អ្នកគ្រូដែរហ្នឹងណាយល់ទេអ្នកទាំងអស់គ្នាដូច្នេះហើយអមិនចង់ពួកឯងទាំងអស់គ្នាត្រូវប្រឹងប្រែងប្រឡងចាត់ទុកថាមុខមាត់របស់ខ្ញុំអញ្ចឹងទេនោះគឺអ្នកគ្រូអង់គ្លេសគឺប្រកាសជាមានការសរសើរខ្ញុំហើយតើបានដែរទេនឹងបានទេអេលោកគ្រូទៅមិនព្រមជួយយើងតតែសោះគាត់ប្រហែលជាស្រឡាញ់អ្នកគ្រូម៉ារីនដាហើយតែគ្មានសង្ឃឹមមែនហើយគ្មានសង្ឃឹមមិនត្រូវខ្លាចទេនេះគឺជារឿងស្នេហាធម្មតាហើយអូយណែម៉ារិនមកហុយអ្នកគ្រូ